មន្ទីរពេទ្យកាឡាម៉ែតសហការជាមួយសមាគមសម្ភពរោគស្ត្រីវិទ្យាកម្ពុជារៀបចំសិក្ខាសាលាស្ដីពីការពិនិត្យអេកូសាសលើស្ត្រីមានផ្ទៃពោះដើម្បីពិនិត្យស្រាវជ្រាវរោគភាពមិនប្រក្រតីនៃសរីរាង្គទារកក្នុងផ្ទៃមុនពេលសម្រាលដើម្បីចែករំលែកនៅបទពិសោធន៍នវានុវត្តន៍ថ្មីទៅវិញទៅមកដោយក្រុមអ្នកជំនាញសិក្ខាសាលានេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យគង់សន្យាអគ្គនាយកមន្ទីរពេទ្យកាឡាម៉ែតនៅព្រឹកថ្ងៃទី22ខែឧសភាឆ្នាំ2026នេះអគ្គតេជោសន្តិភាពមន្ទីរពេទ្យកាឡាម៉ែតរាជធានីភ្នំពេញឯកឧត្តមសាស្ត្រាចារ្យគន់អូនប្រធានសមាគមស្ត្រីសម្ភពនិងរោគស្ត្រីកម្ពុជា SCGO បានឲ្យដឹងថាវគ្គបណ្ដុះបណ្ដាលស្ដីពីការពិនិត្យអេកូសាសលើស្ត្រីមានផ្ទៃពោះដើម្បីស្រាវជ្រាវរោគភាពមិនប្រក្រតីនៃសរីរាង្គទារកក្នុងផ្ទៃមុនពេលសម្រាលនាពេលនេះបានបង្ហាញពីការបដិញ្ញាចិត្តរបស់ក្រុមអ្នកជំនាញក្នុងការកែលម្អគុណភាពសេវាសុខាភិបាលសម្រាប់មាតានិងទារកនៅកម្ពុជាការរកឃើញមុននៃភាពខូចខាតរបស់ទារកតាមរយៈការធ្វើអ៊ុលត្រាសោនមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការកាត់បន្ថយអត្រាជំងឺនិងអត្រាស្លាប់ព្រមទាំងជួយដល់ការសម្រេចចិត្តព្យាបាលឲ្យបានសមស្របថ្លែងនៅក្នុងឱកាសនោះឯកឧត្តមសាស្ត្រាចារ្យគង់សន្យាអគ្គនាយកមន្ទីរពេទ្យកាឡាម៉ែតបានមានប្រសាសន៍ថាសិក្ខាសាលានេះគឺជាឱកាសសម្រាប់ចែករំលែកនូវចំណេះដឹងនិងពង្រឹងសមត្ថភាពជំនាញបន្ថែមដល់វិជ្ជាបណ្ឌិតឯកទេសក្នុងការពង្រឹងលើជំនាញនិងការថែរក្សាព្យាបាលអ្នកជំងឺឲ្យមានប្រសិទ្ធភាពនិងគុណភាពកាន់តែខ្ពស់សម្ដៅបង្កើនគុណភាពសេវាសុខាភិបាលឲ្យឈានទៅកាន់កម្រិតខ្ពស់បន្ថែមទៀតឯកឧត្តមបានបន្តថាប្រធានបទដែលបានលើកឡើងនៅថ្ងៃនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខុមាលភាពរបស់មាតានិងទារកមន្ទីរពេទ្យកាឡាម៉ែតបានយកចិត្តទុកដាក់ខ្ពស់ចំពោះស្ត្រីដែលកំពុងពពោះរួមមានការបំពាក់ឧបករណ៍សម្ភារៈទំនើបជាពិសេសការធ្វើនវានុវត្តន៍បច្ចេកទេសវិទ្យាសាស្ត្រថ្មីដើម្បីស្របទៅនឹងគោលនយោបាយអតិភិបរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តមសាស្ត្រាចារ្យគង់សន្យាបានជំរុញឲ្យក្រុមអ្នកជំនាញទាំងអស់ត្រូវបន្តខិតខំសិក្សាស្រាវជ្រាវនិងចាប់ដៃគូសហការជាមួយអ្នកជំនាញអន្តរជាតិតាមបណ្ដាប្រទេសនានាឲ្យកាន់តែទូលំទូលាយបន្ថែមទៀតឯកឧត្តមបានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យថ្នាក់ជាតិនិងតាមបណ្ដាខេត្តសូមបន្តវឹកហាត់សមត្ថភាពរបស់ខ្លួនឲ្យបានជាប់ជាប្រចាំនិងបន្តធ្វើនវានុវត្តន៍ទៅលើបច្ចេកទេសពិនិត្យអេកូសាសឬអ៊ុលត្រាសោនតាមរយៈបច្ចេកទេសវិទ្យាសាស្ត្របែបជឿនលឿននិងពេញនិយមបំផុតរបស់សកលលោកហើយរួបរวมគ្នាផ្ដល់ការថែទាំដោយផ្ដោតការយកចិត្តទុកដាក់ខ្ពស់ទៅលើសុខភាពមាតានិងទារកដែលជាយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់មន្ទីរពេទ្យកាឡាម៉ែតនិងក្រសួងសុខាភិបាលនាពេលបច្ចុប្បន្នឯកឧត្តមសាស្ត្រាចារ្យសង្ឃឹមយ៉ាងមុតមមថាតាមរយៈការធ្វើបទបង្ហាញនិងការអនុវត្តផ្ទាល់នៅក្នុងសិក្ខាសាលានេះនឹងផ្ដល់អត្ថប្រយោជន៍ដល់សិក្ខាកាមដែលជាវិជ្ជបណ្ឌិតឯកទេសបានសិក្សាស្វែងយល់និងទទួលបាននូវបទពិសោធន៍ថ្មីបន្ថែមទៀតដើម្បីយកទៅអនុវត្តផ្ទាល់សម្រាប់ជាប្រយោជន៍ដល់អ្នកជំងឺក៏ដូចជាការលើកកម្ពស់សុខុមាលភាពសាធារណៈនៅក្នុងប្រទេសឯកឧត្តមសាស្ត្រាចារ្យគង់សន្យាបានបញ្ជាក់ថាសូមចងចាំថាក្នុងនាមជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រអ្វីដែលយើងត្រូវប្រកាន់ខ្ជាប់ជានិច្ចនោះគឺការសិក្សាពេញមួយជីវិតដើម្បីបន្តអភិវឌ្ឍសមត្ថភាពជំនាញរបស់ខ្លួនទាន់នៅបច្ចុប្បន្នភាពសកលលោកគូបញ្ជាក់ផងដែរថាសិក្ខាសាលាស្ដីពីការពិនិត្យអេកូសាសលើស្ត្រីមានផ្ទៃពោះដើម្បីស្រាវជ្រាវរោគភាពមិនប្រក្រតីនៃសរីរាង្គទារកក្នុងផ្ទៃមុនពេលសម្រាលនិងប្រព្រឹត្តទៅរយៈពេល3ថ្ងៃនិងបានលើកឡើងនៅប្រធានបទសំខាន់ដូចជា 1. បទបង្ហាញអំពីរូបរាងទារកនិងភាពខូចខាតទូទៅ 2. ការពិនិត្យករណីដើម្បីពង្រឹងសមត្ថភាពវិនិច្ឆ័យ 3. ការបណ្ដុះបណ្ដាលអនុវត្តជាក់ស្ដែងលើអ៊ុលត្រាសោនផងដែរ